សួរពុកម៉ែបងប្អូនសាធារណជនគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅប្រទេសអ្នកដែលនិយមសិក្សាស្វែងយល់នៅច្បាប់សិទ្ធិមនុស្សថ្ងៃនេះយើងនឹងចាប់ផ្ដើមបន្តនៅមាត្រាថ្មីនៅក្នុងរដ្ឋធម្មនុញ្ញដែលពាក់ព័ន្ធជាមួយនឹងសិទ្ធិពីរទី1គឺសិទ្ធិបោះឆ្នោតដោយសេរីនិងត្រឹមត្រូវទី2គឺសិទ្ធិចូលឈ្មោះឲ្យគេបោះឆ្នោតឲ្យបងប្អូននៅពេលបន្ទាប់ខាងមុខនេះបងប្អូននឹងបានយល់នៅអត្ថន័យនិងសិទ្ធិរបស់ពួកយើងជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាមានដែនកំណត់កម្រិតណានៅក្នុងការប្រើប្រាស់សិទ្ធិបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនិងសិទ្ធិចូលឈ្មោះឲ្យគេបោះឆ្នោតឲ្យយើងចាប់ផ្ដើមពីការស្គាល់នៅពាក្យឃ្លានីមួយៗបងប្អូនអាចប្លែកនៅពេលដែលបងប្អូនអានមើលនិងរៀនទៅដល់មាត្រា34នេះគឺគេបន្ថែមពាក្យពីរម៉ាត់គឺពាក្យថ្មីនិងពាក្យមួយបាទជាធម្មតាការចែកនៅក្នុងរដ្ឋធម្មនុញ្ញគឺចែកទៅថាមាត្រាទីប្រមាណចឹងមកប៉ុន្តែវាផ្លែកអីតែមាត្រានេះឬក៏មាត្រាផ្សេងទៀតមានការបន្ថែមនៅពាក្យនេះខ្ញុំសូមបង្ហាញតាមរយៈការបែងចែកជាពីរពាក្យថ្មីនិងពាក្យមួយនេះគឺយើងបែងចែកខុសគ្នាដែរដំណាក់កាលទី1មាត្រា34ថ្មីមានន័យថាមាត្រា34នេះត្រូវបានធ្វើវិសោធនកម្មចំនួនម្ដងនៅពាក្យឃ្លារបស់ឬក៏អត្ថន័យនៅក្នុងមាត្រា34នេះអញ្ចឹងបើសិនជាមាត្រាណាក៏ដោយនៅពេលបងប្អូនឃើញថាគេដាក់មាត្រាប្រមាណអញ្ចឹងហើយមានពាក្យថ្មីមានន័យថាមាត្រានោះនៅក្នុងច្បាប់នោះគឺត្រូវបានកែប្រែចំនួនម្ដងហើយប៉ុន្តែបន្ថែមពីលើនោះទៀតបើសិនជាមាត្រាណាមួយបានសរសេរថាមាត្រាទីប្រមាណហើយថ្មីហើយបើវងចោដាក់1 2 3 4ទៀតមានន័យថាចំនួននេះគឺលើសពីការធ្វើវិសោធនកម្មលើកទី1មានន័យថាម៉េចមានន័យថាមាត្រា34ថ្មីនេះគឺធ្វើវិសោធនកម្មចំនួន1ដងអញ្ចឹងពីថែមលេខ1នេះមកទៀតមានន័យថាត្រូវបានធ្វើវិសោធនកម្ម1ដងពីលើមាត្រា34ថ្មីទៀតអញ្ចឹងសរុបអត្ថន័យមកពាក្យមួយឃ្លាមានដែលចែងថាដែលសរសេរថាមាត្រា34ថ្មីបើវងចោ1បិទវងចោនេះមានន័យថាមាត្រា34នេះត្រូវបានធ្វើវិសោធនកម្មចំនួន2ដងរួចទៅហើយជាមូលហេតុដែលធ្វើឲ្យខ្ញុំបាទមិនអាចបកស្រាយបានដោយមិនបានត្រូវចាំបាច់ត្រូវមើលសៀវភៅព្រោះដើម្បីច្បាស់លាស់ក្នុងពាក្យនិងឃ្លាអត្ថន័យនីមួយៗដែលមានចែងនៅក្នុងមាត្រា34នេះបាទមាត្រា34យើងចាប់ផ្ដើមយល់ពីពាក្យនៅវាចខណ្ឌនីមួយៗសិនដើម្បីឲ្យយើងបានដឹងថាតើពួកយើងមានសិទ្ធិអីហើយគេចែកយ៉ាងម៉េចយើងនាំគ្នាបន្តិចមកចងចាំមកបាទនៅក្នុងមាត្រាទី35ពួកយើងបានស្គាល់នៅសិទ្ធិពួកយើង4ហើយទី1គឺសិទ្ធិនយោបាយសិទ្ធិសេដ្ឋកិច្ចទីសង្គមគិច្ចនិងវប្បធម៌4សិទ្ធិមកមាត្រានេះពួកយើងអាចស្គាល់នៅសិទ្ធិរបស់ពួកយើង2ទៀតទី1គឺសិទ្ធិបោះឆ្នោតដោយសេរីនិងត្រឹមត្រូវទី2គឺសិទ្ធិចូលឈ្មោះឲ្យគេបោះឆ្នោតឲ្យអញ្ចឹងពីមាត្រានៃរដ្ឋធម្មនុញ្ញ35និង34នេះគឺយើងអាចស្គាល់សិទ្ធិត្រឹមត្រូវសេរីភាពចែងក្នុងច្បាប់របស់យើងបាន6ហើយអញ្ចឹងចងចាំទាំងអស់គ្នាយើងចាប់ផ្ដើមអានស្គាល់នៅពាក្យឃ្លារបស់អត្ថន័យបាទមាត្រា34ថ្មី1ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោតនិងអាចចូលឈ្មោះឲ្យគេបោះឆ្នោតឲ្យវាចខណ្ឌទី2ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច18ឆ្នាំមានសិទ្ធិបោះឆ្នោតវាចខណ្ឌទី3ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច25ឆ្នាំអាចចូលឈ្មោះឲ្យគេបោះឆ្នោតឲ្យក្នុងការជ្រើសរើសបេក្ខភាពតំណាងរាស្ត្ររដ្ឋសភាវាចខណ្ឌទី4
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច40ឆ្នាំអាចចូលឈ្មោះឲ្យគេបោះឆ្នោតឲ្យជ្រើសតាំងជាសមាជិកព្រឹទ្ធសភាវគ្គខណ្ឌទី5ជាវគ្គខណ្ឌចុងក្រោយបទបញ្ញត្តិនៃការដកសិទ្ធិបោះឆ្នោតនិងសិទ្ធិចូលឈ្មោះឲ្យគេបោះឆ្នោតត្រូវកំណត់ក្នុងច្បាប់អញ្ចឹងបងប្អូនខ្លះក៏មានសភៅបងប្អូនខ្លះក៏គ្មានសភៅក៏អាចស្ដាប់នៅការអានរបស់ខ្ញុំនេះហើយបន្តមកទៀតខ្ញុំបាទសូមអនុញ្ញាតធ្វើការបកស្រាយហើយមិនបាច់មានការព្រួយបារម្ភទេថាហេតុអីក៏ខ្ញុំអានសោះអាចបញ្យល់បានព្រោះអីអត្ថន័យវាដូចគ្នាខ្ញុំអាននេះដើម្បីគ្រាន់តែចង់បញ្ជាក់ឲ្យសាធារណជនច្បាស់លាស់ពីពាក្យនីមួយៗដូចខ្ញុំបានបញ្ជាក់មុននឹងអញ្ចឹងខ្ញុំអត់ចង់ផ្សព្វផ្សាយទៅប្រកបដោយភាពខុសឆ្គងឬភាពអសកម្មភាពខ្វះខាតណាមួយទេបាទយើងចាប់ផ្ដើមមកមើលនៅការចែកថាប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោតដោយសេរីនិងត្រឹមត្រូវមានន័យថាក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែររស់នៅក្នុងប្រទេសកម្ពុជាក្រោមធម្មនុញ្ញសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដែលមានប្រភពមកពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជាច្បាស់ណាស់តាមប្រវត្តិសាស្ត្របើយើងមើលយើងស្គាល់បងប្អូនមានតែការចាប់ផ្ដើមពីការបោះឆ្នោតបន្ទាប់ពីមានការអន្តរាគមន៍ពីអង្គការសហជីវជាតិក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលការបោះឆ្នោតនេះត្រូវបានរៀបចំដឹកនាំនិងតាមដានដោយអាជ្ញាធរបដោះអាសន្នអង្គការសហជីវជាតិប្រចាំនៅកម្ពុជាដែលហៅកាត់ថាអ៊ុនតាក់ហើយដឹកនាំដោយកងទ័ពយូណាមេបងប្អូនបានដឹងហើយថាប្រទេសយើងជាប្រទេសសេរីប្រទេសប្រជាធិបតេយ្យដូច្នេះប្រទេសយើងអាចប្រើសិទ្ធិជាម្ចាស់ជោគវាសនាការចូលរួមក្នុងជីវភាពនយោបាយដោយបំពេញនៅកាតព្វកិច្ចជាពលរដ្ឋឯកតនាមតាមរយៈមាត្រានេះច្បាស់ណាស់ប្រសិនបើមានជនខិលខូចឬប្រភពបុគ្គលក្រុមណាមួយដែលមានចេតនាមកបំផ្លាញនៅការបោះឆ្នោតនៅកម្ពុជាអំពើនោះគឺជាអំពើទុច្ចរិតបន្ថែមមកទៀតខ្ញុំចង់បញ្ជាក់ឲ្យបងប្អូនបានកាន់តែដឹងច្បាស់ពលរដ្ឋខ្មែរម្នាក់ទាំងប្រុសស្រីមានសិទ្ធិចូលរួមកំណត់ជោគវាសនាប្រទេសជាតិតាមរយៈការចូលរួមបោះឆ្នោតជាសកលនិងអសកលជាសកលមានអីខ្លះមានន័យថាម៉េចជាសកលមានន័យថាប្រជាពលរដ្ឋខ្មែរគ្រប់រូបយើងអាចចូលរួមទៅបោះឆ្នោតដោយផ្ទាល់ដោយម្នាក់មានសម្លេងមួយនៅក្នុងដៃជ្រើសរើសនៅតំណាងដែលខ្លួនយល់ថាត្រឹមត្រូវដឹកនាំសង្គមជាតិជីវភាពសេដ្ឋកិច្ចសង្គមនយោបាយនិងវប្បធម៌របស់សង្គមជាតិកម្ពុជារីកចម្រើនដូច្នេះកត្តានេះសិទ្ធិនេះសំខាន់ណាស់ចាំបាច់ណាស់អញ្ចឹងបងប្អូនកុំឆ្ងល់នៅពេលដែលរបបប្រទេសជាតិស្ថិតនៅក្នុងស្ថានភាពណាមួយវាបានសរបញ្ជាក់ឲ្យបងប្អូនដឹងថាវាជាលទ្ធផលនៃការជ្រើសរើសរបស់ពួកយើងតាមរយៈការបោះឆ្នោតដោយសកលនិងអសកលដោយសកលគឺជាការបោះឆ្នោតដែលមានអាណត្តិរយៈពេល5ឆ្នាំម្ដងតាមរយៈការជ្រើសរើសតំណាងរាស្ត្ររដ្ឋសភានិងក្រុមប្រឹក្សាឃុំសង្កាត់បងប្អូនខ្ញុំតបន្ថែមមកឲ្យទៀតថ្ងៃនេះ
ពេលនេះបងប្អូនបានដឹងខ្លះពីសិទ្ធិរបស់ខ្លួន